ជំរាបសួរប្រិមិត្តទូកជនដែលតាមដានការផ្សាយរាល់ព័ត៌មានទស្សនការដែលអង្គភាពសារព័ត៌មាន TVSB ដែលខ្ញុំបាទផុសធីមកផ្ដិតយករូបភាពនិងទស្សនវិជ្ជាករណីបរិះម្នាក់ដែលជាកម្មករតាមប្រព័ន្ធព័ត៌មានបឋមនៅទីតាំងកន្លែងកហេតុបានចងកជាប់នឹងជំរឹងបាទ្វារច្រកផ្លូវចេញចូលនៅថ្ងៃទី22ខែឧសភាឆ្នាំ2025ដែលមានការភ្ញាក់ផ្អើលទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថកិច្ចជំនាញខាងកសោបបច្ច័យបានចុះមកដល់ទីតាំងកន្លែងកហេតុដើម្បីធ្វើការត្រួតពិនិត្យលើសាកសពបរិះម្នាក់ដែលឃើញបាទចងកបាទនឹងខ្សែបាទជាប់នឹងជំរឹងបាទដៃទ្វារនៅទីតាំងកន្លែងកហេតុព្រះមន្ត្រីជនកម្លាំងសមត្ថកិច្ចជំនាញខាងកសោបបច្ច័យក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងដែលងាប់ញាប់ផ្អើលបាទបរិះម្នាក់បានចងកជាប់នឹងបាទជំរឹងដៃទ្វារបាទផ្លូវចេញចូលបាទហើយក៏មានការភ្ញាក់ផ្អើលយើងមិនទាន់ដឹងថាក្រុមឧស្សាហ៍សាច់ញាតិជនគ្រោះគាត់មានស្រុកកំណើតនៅកន្លែងណានៅឡើយនេះទេគ្រាន់តែជាប្រភពព័ត៌មានហើយជនគ្រោះនេះគឺមានពាក់អាវបាទគេថាកលាក្រោពណ៌សបាទស្លៀកកបួយខោកបួយបាទនៅទីតាំងកន្លែងកហេតុនេះបាទប្រិមត្តទុកជនរថយន្តដឹកសាកសពបាទដែលខាងជំនាញវិស័យវិจัยបានមកដល់ទីតាំងកន្លែងកហេតុហើយដែលមានការភ្ញាក់ផ្អើលបរិះម្នាក់ដែលបានចងកនៅជំរឹងទ្វារបាទនៅផ្នែកទីតាំងកន្លែងដែលគាត់បំពេញការងារបាទវិស័យមួយដងបងអាចស្គាល់គាត់នៅទីតាំងកន្លែងកហេតុគាត់ជាកម្មករជាតិហ្នឹងទេបងបាទខ្ញុំធ្វើការនៅក្បែរនឹងដែរដែលរាំងគាត់ទៅខាងបុគ្គលិករោងចក្រកដាស់បាទហើយបងមានដឹងថាមានការភ្ញាក់ផ្អើលប្រហែលម៉ោងប៉ុន្មានទេបងមានការភ្ញាក់ផ្អើលប្រហែលម៉ោង5ជាងហើយចិត្តភ្លឺហើយម៉ោង5ជាងចិត្តភ្លឺបាទបុគ្គលិកគេចេញមកក្រៅដល់គេបើកទ្វារទៅឃើញបាទភ្ញាក់ផ្អើលបុគ្គលិកខាងគាត់បាទបងជាកម្លាំងសន្តិសុខភាពនៅចិត្តហ្នឹងបងបាទខ្ញុំនៅក្បែរហ្នឹងក្បែរនឹងដែរកន្លែងកើតហេតុហ្នឹងដែរបាទហើយមានដឹងថាមុនពេលគាត់ចងកធ្វើអត្តភាពខ្លួនឯងហ្នឹងតើគាត់មានរឿងរ៉ាវអីហ្មងមានដឹងទេអាហ្នឹងរឿងរ៉ាវផ្ទៃក្នុងយើងដឹងមិនអស់ទេតែគាត់ថាគ្នាគាត់ដែលបងប្អូននៅក្បែរហ្នឹងគេនិយាយថាគាត់មានវិបត្តិឬគ្រួសារគាត់អញ្ចឹងមកហ្នឹងហើយអូចាំបាននិយាយថាគាត់មានវិបត្តិរឿងគ្រួសារបងណាបាទគ្រួសារគាត់មានវិបត្តិរឿងគ្រួសារបែរជាទៅគិតខ្លីអញ្ចឹងទៅបាទហ្នឹងហើយហើយមិនដឹងថារឿងអីមានដឹងថាឲ្យរឿងអីឲ្យប្រកាសទេយើងអត់ដឹងដែរគាត់ថាគាត់មានវិបត្តិមកណាបាទហ្នឹងហើយគាត់ជាកម្មករនៅរោងចក្រជាតិហ្នឹងគាត់ចាក់គេបងធ្វើខាងបុគ្គលិករោងចក្រកដាស់រោងចក្រកដាស់ជាតិហ្នឹងមកណាបាទចិត្តនឹងក្បែរហ្នឹងដែរអូអញ្ចឹងមិនថាចងកហ្នឹងដែលមានការញាប់ផ្អើលប្រហែលជាម៉ោង5ជាងបាទម៉ោង5ជាងចិត្តភ្លឺហ្នឹងហើយអូចិត្តភ្លឺបាទជាម៉ោង5ជាងចិត្តភ្លឺហ្នឹងមកណាបាទហ្នឹងហើយអូអញ្ចឹងមិនថាគាត់ថាយើងទទួលបានព័ត៌មានបឋមថាគាត់ធ្លាប់មានដំណំគ្រួសារបាទគាត់មានថាតុកសិចក្នុងវងគ្រួសាររបស់គាត់អញ្ចឹងបាទអីមានការញាប់ផ្អើលខាងណាអ្នកឃើញមកគឺបងប្អូនយើងនៅចិត្តហ្នឹងទេនឹងអានេះអ្នកធ្វើការជាមួយគេចេញមកទៅគេបើកទ្វារចេញមកក្រៅគេឃើញអញ្ចឹងហ្មងឃើញចងកជាប់បាទចងកជាប់នៅចម្រឹងហ្នឹងបាទហើយគាត់យកស្អីចងមកមិនឃើញដូចខ្សែហ្នឹងខ្សែយោងអានេះបាវស្ទូចយោងអានេះអាបាវយើងចងឲ្យវ៉ាន់ស្ទូចអូអាខ្សែហ្នឹងខ្សែបាវហ្នឹងបាទមួយទៅឃើញទៅក្រាស់ហ្នឹងបាទក្រាស់មឹកហ្នឹងអូចងខ្សែហ្នឹងបាទជាប់លើអានេះជាប់លើថងទ្វារផ្លូវចេញចូលណាបាទជាប់ទៅផ្លូវចេញចូលហ្នឹងហ្មងបាទអរគុណច្រើនបងប្រុសបាទនេះគឺជាប្រភពព័ត៌មានបឋមដែលខ្ញុំទទួលបានពីបងប្រុសដែលគាត់ជាកម្លាំងសន្តិសុខជាប់នៅទីតាំងកន្លែងកហេតុតាមប្រភពព័ត៌មានបឋមដែលខ្ញុំទទួលបាននៅទីតាំងកន្លែងកហេតុថាបរិះដែលចងកបាទសម្រាប់ខ្លួននេះគឺគាត់បាទជាកម្មកររោងចក្រមួយកន្លែងជាប់នឹងទីតាំងកន្លែងកហេតុនេះគ្រាន់តែជាព័ត៌មានបឋមទេតែគាត់បំពេញការងារនៅជាប់ទីតាំងកន្លែងដែលគាត់បានចងកនេះហើយកន្លែងទីតាំងដែលគាត់ចងកធ្វើអត្តឃាតនេះបាទគឺមិនមែនជាកន្លែងគាត់ធ្វើការទេកន្លែងគាត់ធ្វើការគឺនៅជាប់ទីតាំងកន្លែងកហេតុនេះបាទដែលបងប្អូនជាបរដ្ឋបានផ្ដល់ព័ត៌មានបឋមនៅមុននេះបាទហើយយើងមិនទាន់ដឹងថាគាត់មានក្រុមប្រឹក្សាសាច់ញាតិនៅកន្លែងណានៅឡើយនោះទេតែពិនពាក្យជនគ្រោះនឹងគឺមានពាក់អាវការ៉ូបាទហើយស្លៀកខោកបួយហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថកិច្ចជំនាញខាងកសោបចៃមកដល់ទីតាំងកន្លែងកហេតុដែរដើម្បីធ្វើការត្រួតពិនិត្យលើសាកសពផងដែរផលិតផលថ្មីរបស់ JBL ឆ្នាំ2025បានមកដល់ហើយ
JBL Charge 6 JBL Flip 7 និង JBL Party Box Encore 2លោកអ្នកអាចស្វែងរកផលិតផលថ្មីទាំងនេះបាននៅគ្រប់បណ្ដាសាខា Nano Sound ទូទាំងប្រទេសឬបញ្ជាទិញតាមរយៈ app NTH Mall Ycam អ៊ីនធឺណិតជំរើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ